នៅលើ account Facebook របស់បងប្អូនបើសិនជាបងប្អូនសង្ស័យថាគេកំពុងតែ hack យក account Facebook របស់បងប្អូនឬក៏សង្ស័យថាគេកំពុងតែគ្រប់គ្រងទៅលើ account Facebook របស់បងប្អូនអាចទៅធ្វើការ check បាននៅក្នុង Facebook account របស់បងប្អូនផ្ទាល់តែម្ដងដោយបងប្អូនគ្រាន់តែចូលមកកាន់ Facebook របស់បងប្អូនមកអូខេអញ្ចឹងបងប្អូនចូលមកកាន់ Facebook account របស់បងប្អូនហើយបងប្អូនមកតាមខ្ញុំមកទៅយកពាក្យថា menu ហើយ scroll ឡើងទៅលើបន្តិចដើម្បីទៅយកពាក្យថា setting and privacy ហើយបងប្អូន click ទៅលើពាក្យ setting នៅខាងក្រោមនោះមកបងប្អូននឹងឃើញដាក់ពាក្យថា Shimo in account center ហើយបងប្អូន click ទៅក្រោមដើម្បីទៅយកពាក្យថា password and security ហើយបងប្អូនទៅយកពាក្យថា where you logging ហ្នឹងហើយបងប្អូននឹងឃើញ profile account របស់បងប្អូនហើយ account Facebook ហ្នឹងបាទហើយនេះគឺជា device ឬក៏ទូរស័ព្ទដែលបាន log ចូលមកកាន់Facebook account របស់យើងឬក៏គេកំពុងតែគ្រប់គ្រងអញ្ចឹងបងប្អូនគ្រាន់តែចុចពីលើហើយបងប្អូនយកពាក្យថា log out ដើម្បីយើងធាក់គេចេញពីលើ account Facebook របស់យើងហើយបងប្អូននឹងធ្វើការរងចាំកូដតាមរយៈ email ដែលរបស់យើងដែលបាន verify ជាមួយនឹង Facebook account របស់យើងហ្នឹងហើយបន្ទាប់ពីយើងបានលេខកូដហ្នឹងបងប្អូនវាបញ្ចូលនៅកន្លែងកន្លោនដែលខ្ញុំបានបង្ហាញនេះហ្នឹងបាទអញ្ចឹងយើងព្រៀងផ្ទាត់បន្តិចមកបាទទៀងផ្ទាត់ចង់ដឹងថាវាត្រឹមត្រូវអត់បាទបន្ទាប់ពីត្រឹមត្រូវហើយបងប្អូនយកពាក្យថា continue មកបាទហើយចូលបន្តឡើងនេះគឺបងប្អូនវានឹង load ចេញមកកន្លែងដើមអញ្ចឹងបងប្អូនចូលទៅក្នុង Shimo in account center ដដែលមកបាទដើម្បីទៅ log ជាមួយនឹង device ផ្សេងទៀតបងប្អូនចូលមកកន្លែងដដែលមកដូចតែគ្នាដូចពីមុនខ្ញុំបានប្រាប់អញ្ចឹងបាទហើយបន្ទាប់ទៀតបងប្អូន click ទៅលើ iPhone 7 ម្ដងដោយសារ iPhone 7 នេះក៏ធ្លាប់បាន log ចូលមកកាន់ account Facebook របស់យើងដែរអញ្ចឹងកុំឲ្យសង្ស័យយើង log out ចេញដូចគ្នាមកបន្ទាប់ពីយើង log out verify ជាមួយណាកូដតាមរយៈ email ហើយគឺវាឡើងដាក់ទៀតហើយអញ្ចឹងយើងគ្រាន់តែចូលទៅតាមដដែលមកយើង remove វាចោលអស់ឬក៏ log out ចេញអស់ទៅទុកតែលើទូរស័ព្ទរបស់យើងតែមួយដែលគ្រប់គ្រងទៅលើ account របស់យើងនឹងអញ្ចឹងនៅកន្លែងនេះវាអត់ឲ្យចុចម្ដងមួយទេគឺឲ្យចុចម្ដង select ទាំងអស់អញ្ចឹងបងប្អូនយក select all តែម្ដងទៅបងប្អូនបាទហើយបន្តមកទៀតបងប្អូនយកពាក្យថា log out ម្ដងទាំងអស់តែម្ដងទៅគឺជាការស្រេចហើយបាទគឺឃើញថាវាស្រួលមែនតើហើយចំណុចនេះគឺវាល្អចំពោះ account Facebook ណាដែលសង្ស័យថាមានគេកំពុងតែគ្រប់គ្រងទៅលើ account Facebook របស់យើងបាទអញ្ចឹងវីដេអូនេះក៏ឈានចូលមកដល់ទីបញ្ចប់ដែរហើយបងប្អូនកុំភ្លេចឧស្សាហ៍ទៅ check មើល security account របស់បងប្អូននោះដើម្បីចង់ដឹងថាមានគេ hack ចូលបន្តទៀតឬក៏អត់ឬក៏បងប្អូនអាចទៅ remove ឬក៏ធាក់គេចេញពី account របស់យើងដើម្បីកុំឲ្យគេគ្រប់គ្រងក្នុងគោលបំណងមិនល្អណាមួយអញ្ចឹងណាហើយបន្ទាប់ពីបងប្អូនបាន remove គេចេញហើយបងប្អូនត្រូវធ្វើមួយជំហានទៀតបងប្អូនត្រូវបដូរ password ដើម្បីកុំឲ្យគេ log ចូលសារក្រោយហើយដើម្បីបងប្អូនអាចបដូរបានបើសិនជាបងប្អូនអត់ចេះទេខ្ញុំនឹងចេញវីដេអូរបៀបបដូរ password account Facebook នៅវីដេអូក្រោយទៀតហើយបងប្អូនកុំភ្លេចតាមដានទស្សនាផងបាទអញ្ចឹងកុំភ្លេចចុច like share និង follow ដើម្បីទទួលបាននៅវីដេអូចែករំលែកថ្មីបន្ថែមទៀតបាទអរគុណច្រើន